ប្តីមានស្រីទៀតហើយបងអើយសូមរូបមន្តកុំឲ្យប្តីមានស្រីដូចប្តីបងដែរមើលប្តីបងណាមើលទៅស្រឡាញ់បងណាមានតែឆ្អីតោះស្ដាប់ជាមួយបងនិយាយលេងទេបងប្អូនអារឿងហ្នឹងនាងខ្ញុំពិបាកនិយាយណាស់បងប្អូននាងខ្ញុំបាននិយាយម្ដងហើយថាស្ត្រីយើងគួរតែឲ្យតម្លៃលើមនុស្សប្រុសឲ្យបានធំយើងទី2ចាមួយទៀតគឺយើងចេះចំអិនម្ហូបមួយទៀតគឺយើងចេះរកលុយការពារខ្លាចយើងអត់មានបនណាចាទោះបីជាយើងឆ្លាតយើងស្អាតយើងពូកែយើងក្រអូបយើងរូបរាងដូចទេពបាក់សយើងមានក្តីចាក៏ប៉ុន្តែបើសិនជាសំពាយបនមិនមានណាក៏ប្រុសនឹងនៅមិនជាប់ដែរអញ្ចឹងវាតាក់ទាញគ្នារហូតឥឡូវនេះខ្ញុំឲ្យរូបមន្តមុខម្ហូបនឹងមួយចាបើសិនជាបងប្អូនប្រហែលជាអត់គិតថាឆ្នៃអានេះបន្តិចឆ្នៃអានោះបន្តិចដើម្បីឲ្យប្រហុកនឹងមានពណ៌សម្បុរល្អរួចហើយមានលក្ខណៈដូចថាឆ្ងាញ់ចាខុសប្លែកពីខាងក្រៅវិញមែនទេចាបើសិនជាបងប្អូនចេះឆ្នៃដូចនាងខ្ញុំអញ្ចឹងណាប្តីទៅក្រៅអត់ទៅណាទេដោយសារតែយើងចេះឆ្នៃចាហើយមុខម្ហូបហ្នឹងមិនមែនត្រឹមតែពណ៌ស្អាតទេឆ្ងាញ់ទៀតអញ្ចឹងហើយអាប្តីមានស្រីហ្នឹងវាសពគ្រប់យ៉ាងវាសំពេចបនផងក៏ដូចជាយើងចេះឲ្យតម្លៃគាត់ផងនិងចេះចំអិនម្ហូបឲ្យឆ្ងាញ់ជាងខាងក្រៅផងបានប្តីអត់ទៅណាបងប្អូនដូចនាងខ្ញុំអញ្ចឹងនាងខ្ញុំឆ្នៃដាក់ទឹកឃ្មុំនាងខ្ញុំឆ្នៃដាក់ខ្ទឹមសនាងខ្ញុំដាក់ប្រហុកតិចជាងចាហើយប្រហុកខុសគ្នាបើសិនជាលោកប្តីបងប្អូនចូលចិត្តប្រហុកខ្លាំងអានឹងកាត់បន្ថយពងទៅចំពោះលោកប្តីនាងខ្ញុំក៏អត់សូវចូលចិត្តប្រហុកទេអញ្ចឹងនាងខ្ញុំដាក់ថែមខ្ទឹមសដឹងមិនទេអ្នកខ្លះអត់ដឹងទេថាខ្ទឹមសហ្នឹងវាមិនឆ្ងាញ់ដោយសារតែខ្ទឹមសហ្នឹងទេខ្ទឹមសហ្នឹងបើសុខភាពហើយចាឆ្ងាញ់ទៀតសាក់លបងធ្វើតាមនាងខ្ញុំធានាថានៅពេលដែលគាត់ទៅខាងក្រៅប្រហុកខាងក្នុងផ្ទះបែបនេះគឺគាត់យកបែបនេះឲ្យបងប្អូនចានិយាយមែនណាចារឿងប្តីមានស្រីមានអីឲ្យនាងខ្ញុំឲ្យរូបមន្តនាងខ្ញុំគិតថាលើសំពេចបនទៀតអ្នកខ្លះទៅបនទេតែមកនិយាយដើមនាងខ្ញុំឡំឈ្ងុយថាមុខមីនឹងមុខស្អីអញ្ចឹងទេតែប្តីវាស្រឡាញ់អានឹងបាបអត់ដឹងខ្លួនទេណាចាអញ្ចឹងហើយសំពេចបនដែលនាំឲ្យបងប្អូនជួបក្តីសុខជួបមនុស្សល្អនៅជុំវិញខ្លួនចាជឿអត់បងប្អូនហេប្តីមានស្រីទៀតហើយបងអើយសូមរូបមន្តកុំឲ្យប្តីមានស្រីដូចប្តីបងដែរមើលប្តីបងណាមើលទៅស្រឡាញ់បងណាមានតែឆ្អីតោះស្ដាប់ជាមួយបងនិយាយលេងទេបងប្អូនអារឿងហ្នឹងនាងខ្ញុំពិបាកនិយាយណាស់បងប្អូននាងខ្ញុំបាននិយាយម្ដងហើយថាស្ត្រីយើងគួរតែឲ្យតម្លៃលើមនុស្សប្រុសឲ្យបានធំយើងទី2ចាមួយទៀតគឺយើងចេះចំអិនម្ហូបមួយទៀតគឺយើងចេះរកលុយការពារខ្លាចយើងអត់មានបនណាចាទោះបីជាយើងឆ្លាតយើងស្អាតយើងពូកែយើងក្រអូបយើងរូបរាងដូចទេពបាក់សយើងមានក្តីចាក៏ប៉ុន្តែបើសិនជាសំពាយបនមិនមានណាក៏ប្រុសនឹងនៅមិនជាប់ដែរអញ្ចឹងវាតាក់ទាញគ្នារហូតឥឡូវនេះខ្ញុំឲ្យរូបមន្តមុខម្ហូបនឹងមួយចាបើសិនជាបងប្អូនប្រហែលជាអត់គិតថាឆ្នៃអានេះបន្តិចឆ្នៃអានោះបន្តិចដើម្បីឲ្យប្រហុកនឹងមានពណ៌សម្បុរល្អរួចហើយមានលក្ខណៈដូចថាឆ្ងាញ់ចាខុសប្លែកពីខាងក្រៅវិញមែនទេចាបើសិនជាបងប្អូនចេះឆ្នៃដូចនាងខ្ញុំអញ្ចឹងណាប្តីទៅក្រៅអត់ទៅណាទេដោយសារតែយើងចេះឆ្នៃចាហើយមុខម្ហូបហ្នឹងមិនមែនត្រឹមតែពណ៌ស្អាតទេឆ្ងាញ់ទៀតអញ្ចឹងហើយអាប្តីមានស្រីហ្នឹងវាសពគ្រប់យ៉ាងវាសំពេចបនផងក៏ដូចជាយើងចេះឲ្យតម្លៃគាត់ផងនិងចេះចំអិនម្ហូបឲ្យឆ្ងាញ់ជាងខាងក្រៅផងបានប្តីអត់ទៅណាបងប្អូនដូចនាងខ្ញុំអញ្ចឹងនាងខ្ញុំឆ្នៃដាក់ទឹកឃ្មុំនាងខ្ញុំឆ្នៃដាក់ខ្ទឹមសនាងខ្ញុំដាក់ប្រហុកតិចជាងចាហើយប្រហុកខុសគ្នាបើសិនជាលោកប្តីបងប្អូនចូលចិត្តប្រហុកខ្លាំងអានឹងកាត់បន្ថយពងទៅចំពោះលោកប្តីនាងខ្ញុំក៏អត់សូវចូលចិត្តប្រហុកទេអញ្ចឹងនាងខ្ញុំដាក់ថែមខ្ទឹមសដឹងមិនទេអ្នកខ្លះអត់ដឹងទេថាខ្ទឹមសហ្នឹងវាមិនឆ្ងាញ់ដោយសារតែខ្ទឹមសហ្នឹងទេខ្ទឹមសហ្នឹងបើសុខភាពហើយចាឆ្ងាញ់ទៀតសាក់លបងធ្វើតាមនាងខ្ញុំធានាថានៅពេលដែលគាត់ទៅខាងក្រៅប្រហុកខាងក្នុងផ្ទះបែបនេះគឺគាត់យកបែបនេះឲ្យបងប្អូនចានិយាយមែនណាចារឿងប្តីមានស្រីមានអីឲ្យនាងខ្ញុំឲ្យរូបមន្តនាងខ្ញុំគិតថាលើសំពេចបនទៀតអ្នកខ្លះទៅបនទេតែមកនិយាយដើមនាងខ្ញុំឡំឈ្ងុយថាមុខមីនឹងមុខស្អីអញ្ចឹងទេតែប្តីវាស្រឡាញ់អានឹងបាបអត់ដឹងខ្លួនទេណាចាអញ្ចឹងហើយសំពេចបនដែលនាំឲ្យបងប្អូនជួបក្តីសុខជួបមនុស្សល្អនៅជុំវិញខ្លួនចាជឿអត់បងប្អូនហេ